ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរយើងនឹងមកបន្តជាមួយនឹងការសម្រាយនៅខ្សែភាពយន្តថ្មីជាបន្តទៀតតែខ្ញុំក៏នឹងលើកយកជាមួយនឹងខ្សែភាពយន្តមួយដែលមានចំណងជើងថា Iron Man មកធ្វើការសម្រាយចែកជូនទៅកាន់បងប្អូនទស្សនាដោយខ្សែភាពយន្តនេះគឺបាននិយាយអំពីប្រវត្តិនៃបរិមម្នាក់ដែលបានវិវត្តខ្លួនពីកំពូលមនុស្សដែលមានខួរក្បាលអច្ឆរិយៈជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនផ្នែកបច្ចេកវិទ្យារហូតក្លាយខ្លួនទៅជាកំពូល Superhero ដ៏ល្បីល្បាញមួយប្រចាំចក្រវាឡ Marvel Cinematic Universe ហើយគាត់នឹងក៏បានក្លាយទៅជាចំណែកដ៏សំខាន់នៃក្រុម Superhero The Avengers ដែលបានចូលរួមនៅក្នុងការកម្ចាត់ទៅកាន់ William ជាច្រើនដែលតែងតែមានបំណងចង់យាយីមកកាន់ផែនដីមួយនេះហើយដើម្បីឲ្យដឹងថាខ្សែភាពយន្តមួយនេះនឹងមានដំណើរដើមតូងទៅមុខទៀតយ៉ាងណានោះយើងរីរាយតាមដានទស្សនាជាមួយនឹងការសម្រាយរបស់ខ្ញុំដូចតទៅភាពយន្តមួយនេះគឺបានចាប់ផ្ដើមឡើងនៅក្នុងកម្មវិធីនៃសន្និសីទកាសែតមួយដែលមានការដាក់បង្ហាញអំពីជីវប្រវត្តិដ៏អស្ចារ្យរបស់កំពូលមនុស្សខួរក្បាលអច្ឆរិយៈម្នាក់ដែលគាត់នឹងគឺមានឈ្មោះថា Tony Stark ដែល Tony Stark អ្នកនេះគាត់នឹងគឺមានប្រវត្តិមិនធម្មតានោះឡើយដែលអាយុត្រឹមតែ4ឆ្នាំប៉ុណ្ណោះគាត់នឹងគឺអាចមានសមត្ថភាពនៅក្នុងការបង្កើតបន្ទះចរន្តអគ្គិសនីបានហើយរហូតដល់អាយុ6ឆ្នាំគាត់នឹងក៏អាចមានសមត្ថភាពនៅក្នុងការផលិតនៅគ្រឿងម៉ាស៊ីនហើយអាយុ7ឆ្នាំគាត់នឹងក៏បានបញ្ចប់នៅការសិក្សាផ្នែកបច្ចេកវិទ្យានៅសាលាបច្ចេកវិទ្យា MIT ហើយបន្ទាប់ពីនោះនៅពេលដែល Tony នឹងគឺមានអាយុ21ឆ្នាំគាត់ក៏បានក្លាយទៅជា CEO និងអ្នកបន្តវេននៃក្រុមហ៊ុនសម្ព័ន្ធធំមួយបន្តពីឪពុករបស់គាត់ Howard Stark ដែលមានឈ្មោះថា Stark Industry ហើយមិនតែប៉ុណ្ណោះជាមួយនឹងសមត្ថភាពនៃអស្ចារ្យរបស់គាត់មួយនេះគាត់ក៏បានដឹកនាំនៅក្រុមហ៊ុន Stark Industry នេះឲ្យវិវត្តខ្លួនក្លាយទៅជាក្រុមហ៊ុនដ៏ធំមួយនិងជាអ្នកផ្គត់ផ្គង់អាវុធគ្រាប់បែកក៏ដូចជាបច្ចេកវិទ្យាសង្គ្រាមជាច្រើនសម្រាប់រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកថែមទៀតផងជានេះទៅទៀតក្រៅពីសមត្ថភាពដ៏ខ្លាំងពូកែរបស់គាត់ទៅលើវិស័យនៃបច្ចេកវិទ្យានេះ Tony គាត់នឹងក៏ជាប្រភេទបរិសុទ្ធសម្បូរស្នេហ៍ចូលចិត្តជាមួយនឹងភាពស៊ីវិល័យហឺហានិងថែមទាំងជាមនុស្សដែលមានអំណួតម្នាក់ថែមទៀតផងដោយជានិច្ចការគាត់នឹងគឺចូលចិត្តជាមួយនឹងការផឹកស៊ីជប់លៀងក៏ដូចជាដូរសង្សារហើយដូចជាហូបបាយអញ្ចឹងដែរកម្មករក្នុងកំឡុងថ្ងៃមួយ Tony ជាមួយនឹងមិត្តសម្លាញ់របស់គាត់ដែលមានឈ្មោះថាអនុសេនីយ៍ James Rhodey ដែលមានតួនាទីជាមេបញ្ជាការកងទ័ពនៃសហរដ្ឋអាមេរិកនោះពួកគេក៏បានរួមដំណើរដើម្បីទៅពិនិត្យមើលកាត់តែសាកល្បងនៅមីស៊ីលប្រភេទថ្មីរបស់ក្រុមហ៊ុន Stark Industry ដែលមានឈ្មោះថា Jericho Missile ដែលទីតាំងនៃកាត់តែសាកល្បងមនុស្សគឺស្ថិតនៅតាមបណ្ដោយព្រំដែនរវាងប្រទេសប៉ាគីស្ថានជាមួយនឹងប្រទេសអាហ្វហ្គានីស្ថានហើយបន្ទាប់ពីពួកគេនេះគឺបានបញ្ចប់ជាមួយនឹងការធ្វើតេស្តដ៏ជោគជ័យហើយនោះពួកគេក៏បានបំបែកគ្នាដើម្បីធ្វើដំណើរចាកចេញត្រឡប់មកកាន់ទឹកដីនៃសហរដ្ឋអាមេរិកវិញប៉ុន្តែនៅក្នុងកំឡុងពេលនៃការធ្វើដំណើរត្រឡប់មកវិញនោះ James ជាមួយនឹង Tony ពួកគេនឹងក៏បានបំបែកផ្លូវគ្នាដើម្បីធ្វើដំណើរមកវិញរៀងខ្លួនតែនៅក្នុងកំឡុងពេលនៃការធ្វើដំណើរនៅតាមផ្លូវក្បួនឡានរបស់ Tony នឹងក៏ត្រូវបានក្រុមភេរវករមួយក្រុមធ្វើការលួចវាយប្រហារទៅកាន់ពួកគេនិងបានបណ្ដាលឲ្យ Tony ក៏ត្រូវបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីគាត់នឹងក៏ត្រូវបានរងជាមួយនឹងការបំផ្ទុះដោយគ្រាប់មីស៊ីលមួយគ្រាប់ហើយ Tony ក្រោយពីគាត់នឹងគឺបានភ្ញាក់ដឹងខ្លួនពីការសន្លប់ហើយនោះគាត់នឹងក៏បានរកឃើញខ្លួនឯងដែលកំពុងតែមានវត្តមាននៅក្នុងរូងភ្នំមួយកន្លែងដែលគាត់នឹងគឺមិនបានស្គាល់កាលពីពេលមុននោះឡើយហើយបន្ទាប់ពីនោះវត្តមាននៃដុកទ័រម្នាក់ដែលមានឈ្មោះថា Yinsen រូគេក៏បានធ្វើការជួយសង្គ្រោះ Tony អំពីអាការៈរបួសដ៏ធ្ងន់ធ្ងររបស់គាត់ផងដែរដែលតាមពិតទៅលោកដុកទ័រ Yinsen ម្នាក់នេះគាត់នឹងក៏ត្រូវបានក្រុមភេរវករទាំងនោះធ្វើការចាប់ខ្លួនមកកាន់គាត់ដើម្បីឲ្យគាត់នឹងគឺបម្រើពួកគេទៅលើការស្រាវជ្រាវនិងស្វែងរកនៅរបបកំហឹងជាច្រើនសម្រាប់ពួកគេដូចគ្នាហើយដោយសារតែអំបែងគ្រាប់ដែលនៅជាប់ជាមួយនឹងខ្លួនរបស់ Tony នោះវានឹងគឺមានកំទេចកំទីតូចៗដែលព្យាយាមជ្រាបចូលទៅក្នុងដើមទ្រូងរបស់គាត់និងធ្វើដំណើរទៅបង្អាក់បេះដូងរបស់គាត់នោះលោកដុកទ័រ Yinsen ក៏បានបង្កើតជាមួយនឹងដុំថាមពលមួយយ៉ាងដែលមានឈ្មោះថា Electromagnetic ដើម្បីធ្វើការស្រូបយកជាមួយនឹងកំទេចកំទីនៃដៃទាំងអស់នោះដើម្បីកុំឲ្យវានឹងគឺមានលទ្ធភាពទៅបំផ្លាញជាមួយនឹងបេះដូងរបស់គាត់បានតែបន្ទាប់ពីនោះវត្តមាននៃក្រុមភេរវករនឹងក៏បានធ្វើដំណើរចូលមកដល់ដើម្បីធ្វើការចរចាជាមួយនឹង Tony នោះឯងតែតាមពិតទៅក្រុមភេរវករទាំងអស់នេះពួកគេនឹងគឺមានឈ្មោះថា The Ten Ring ហើយក៏បំណងដែលពួកគេនឹងគឺបានចាប់ខ្លួន Tony មកកាន់ទីតាំងនៃកន្លែងរបស់ពួកគេក៏ព្រោះតែពួកគេនឹងគឺមានបំណងចង់ឲ្យ Tony ជួយពួកគេក្នុងការបង្កើតជាមួយនឹងមីស៊ីលប្រភេទថ្មីដែលមានឈ្មោះថា Jericho នោះហើយមិនតែប៉ុណ្ណោះក្នុងសំណើរបស់ពួកគេទៅលើ Tony នេះពួកគេនឹងក៏បានអះអាងអំពីសមាជិកភាពផ្សំក៏ដូចជាគ្រឿងបង្គុំទាំងអស់សម្រាប់ធ្វើមីស៊ីលមួយនេះពួកគេគឺមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ទៅឲ្យ Tony គ្រប់យ៉ាងគឺសូមឲ្យតែ Tony នឹងគឺយល់ព្រមនៅក្នុងការទទួលយកសំណើរបស់ពួកគេតែប៉ុណ្ណោះហើយ Tony បន្ទាប់ពីគាត់នឹងគឺបានដើរចាកចេញអំពីរោងភ្នំមួយនោះគាត់នឹងក៏បានបង្ហាញជាមួយនឹងការភ្ញាក់ផ្អើលជាខ្លាំងក៏ព្រោះតែមិនថាអាវុធតូចធំកំភ្លើងក៏ដូចជាគ្រាប់មីស៊ីលរបស់ក្រុមភេរវករទាំងអស់នោះពួកគេនឹងគឺសិតសឹងតែប្រើប្រាស់ជាមួយនឹងផលិតផលនៃក្រុមហ៊ុន Stark Industry របស់ Tony ទាំងអស់ទាំងដែល Tony ដែលជាម្ចាស់ក្រុមហ៊ុនគាត់នឹងគឺមិនបានដឹងអំពីរឿងរ៉ាវទាំងអស់នេះនោះឡើយហើយនៅពេលនោះដោយសារតែគ្មានជំរឿ Tony នឹងក៏បានយល់ព្រមជាមួយនឹងសំណើរបស់ក្រុមភេរវករបើទោះបីជាគាត់នឹងគឺបានប្រកាសនៅក្នុងចិត្តថាពួកគេនឹងគឺមិនទុកជីវិតឲ្យគាត់នោះឡើយបើទោះបីជាពួកគេនឹងគឺបានទទួលអ្វីដែលពួកគេចង់បានយ៉ាងណាក៏ដោយហើយដូច្នេះហើយបន្ទាប់ពីនោះគម្រោងនៃផែនការរបស់ Tony ជាមួយនឹងលោកដុកទ័រ Yinsen ពួកគេក៏បានចាប់ផ្ដើមឡើងដោយធ្វើការជាមួយនឹងបំណែកនៃគ្រឿងបង្គុំតូចៗដែលបានកោះយកពីគ្រាប់មីស៊ីលទាំងអស់នោះដើម្បីកោះយកជាមួយនឹងបំណែកនៃដុំគីមីម្យ៉ាងដែលហៅឈ្មោះថា Palladium ដើម្បីធ្វើការបង្កើតជាមួយនឹងដុំថាមពលថ្មីមួយដែលមានទំហំតូចដែលត្រូវបានហៅថា Arc Reactor គឺក្នុងគោលបំណងដើម្បីផ្ដល់ជាមួយនឹងថាមពលទៅដល់ដុំ Electromagnetic ចាស់ក៏ដូចជាសម្រាប់បញ្ជូននៅថាមពលដំណើរការទៅដល់ឈុតខោអាវមនុស្សយន្ត
នមួយតែថោនេះក៏មានកម្រងបង្កើតឡើងជាឈ្នន់សម្រាប់ចាក់ចេញអំពីរងភ្នំមួយនេះផងដែរបន្ទាប់ពីនោះមិនយូរប៉ុន្មានក្រុមភេរវករទាំងអស់នោះពួកគេនឹងក៏បានចាប់អារម្មណ៍អំពីសកម្មភាពមិនប្រក្រតីរបស់ថោនេះជាមួយនឹងលោកដុកទ័រយិនសេនដែលបើមើលទៅតាមសកម្មភាពរបស់ពួកគេប្រចាំថ្ងៃនេះពួកគេនឹងគឺមិនមែនកំពុងតែផលិតមីស៊ីលជារេកូដូចអ្វីដែលពួកគេនឹងគឺបានសន្យាជាមួយនឹងក្រុមភេរវករនោះឡើយហើយភ្លាមនោះក្រុមភេរវករនឹងក៏បានបញ្ជូនមនុស្សជាច្រើនដើម្បីទៅពិនិត្យមើលអំពីសកម្មភាពរបស់ថូនីស្របពេលដែលថូនីជាមួយនឹងលោកដុកទ័រយិនសេនក៏បានដឹងអំពីសកម្មភាពរបស់ពួកគេដូចគ្នាប៉ុន្តែរសារតែឈុតខោអាវមនុស្សយន្តថ្មីរបស់ថូនីដែលទើបតែបានបង្កើតនេះគឺត្រូវការពេលវេលាមួយចំនួនដើម្បីសាកថ្មឲ្យពេញជាមុនសិននោះលោកដុកទ័រយិនសេនក៏បានសម្រេចចិត្តលះបង់អាយុជីវិតរបស់ខ្លួនដោយទាញកំភ្លើងទៅបាញ់ប្រហារតទល់ជាមួយនឹងក្រុមភេរវករដើម្បីពន្យាពេលឲ្យថូនីនោះឯងហើយបន្ទាប់ពីនោះមិនយូរប៉ុន្មាននាទីបំផុតពួកភេរវករនឹងក៏បានធ្វើការបាញ់សម្លាប់ទៅកាន់លោកដុកទ័រយិនសេនបាត់ទៅស្របពេលដែលឈុតខោអាវមនុស្សយន្តថ្មីរបស់ថូនីក៏បានសាកថ្មពេញដូចគ្នាបន្ទាប់ពីនោះពន្លឺភ្លើងដ៏ធំក៏បានភ្លឺឡើងនៅក្នុងរោងភ្នំមួយនោះខណៈពេលដែលថូនីក៏បានប្រើប្រាស់ជាមួយនឹងឈុតខោអាវមនុស្សយន្តថ្មីដែលគាត់ទៅតែបង្កើតនេះដើម្បីធ្វើការវាយប្រហារទៅកាន់ក្រុមភេរវករទាំងនោះក្នុងគោលបំណងចាក់ចេញអំពីទីតាំងមនុស្សនោះឯងស្របពេលដែលក្រុមភេរវករវិញមកទោះបីជាពួកវានឹងគឺបានព្យាយាមបាញ់ប្រហារដើម្បីទប់ទល់ជាមួយនឹងថូនីយ៉ាងណាក៏ដោយប៉ុន្តែពួកវានឹងគឺនៅតែមិនអាចយកឈ្នះទៅកាន់ថូនីបាននោះឡើយហើយថូនីវិញក្រោយពីគាត់នឹងគឺបានប្រើប្រាស់ជាមួយនឹងឈុតខោអាវមនុស្សយន្តមួយនេះដើម្បីបាក់ការបាញ់ប្រហារជាមួយនឹងភេរវកររហូតអាចមានឱកាសចេញមកខាងក្រៅហើយនោះគាត់ក៏បានឃើញផងដែរថាវត្តមាននៃដុកទ័រយិនសេនគឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយជាមួយនឹងកំហឹងពេញខ្លួនគាត់នឹងក៏បានប្រើប្រាស់ជាមួយនឹងមីស៊ីលតូចៗដែលនៅបង្កប់ក្នុងឈុតនៃខោអាវមនុស្សយន្តរបស់គាត់នោះដើម្បីធ្វើការបាញ់កំទេចទៅកាន់ក្រុមភេរវករក៏ដូចជាគ្រឿងអាវុធទាំងឡាយរបស់ពួកគេឲ្យខ្ទេចទីគ្មានសល់ហើយបន្ទាប់ពីនោះគាត់នឹងក៏បានប្រើប្រាស់ជាមួយនឹងធម្មពលចុងក្រោយដែលនៅក្នុងឈុតខោអាវមនុស្សយន្តរបស់គាត់នោះដើម្បីធ្វើការហោះកិច្ចចេញអំពីទីតាំងនៃក្រុមភេរវករបានសម្រេចហើយថូនីជាមួយនឹងឈុតនៃខោអាវមនុស្សយន្តរបស់គាត់នឹងក៏បានទៅធ្លាក់ចំកណ្ដាលនៅវាលខ្សាច់មួយកន្លែងដែលជាសំណាងល្អពេលនោះរ៉ូឌីដែលជាមិត្តសម្លាញ់របស់គាត់ក៏បានធ្វើដំណើរមកជួយសង្គ្រោះទាន់ហើយបន្ទាប់ពីបានចាក់ចេញអំពីទីតាំងមនុស្សហើយថូនីក៏បានធ្វើដំណើរត្រឡប់ទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកភ្លាមក៏ដូចជាបានប្រញាប់ទៅកាន់ជំនួយការរបស់គាត់ដើម្បីទៅទិញ burger ឲ្យគាត់មួយផងដែរក៏ព្រោះតែក្នុងកំឡុងពេលនេះគាត់នឹងគឺពិតជានឹករសជាតិរបស់ burger ជាខ្លាំងថូនីនឹងក៏បានបញ្ជាឲ្យគេរៀបចំជាមួយនឹងសន្និសីទកាសែតមួយដែលនៅក្នុងសន្និសីទកាសែតមួយនោះគាត់នឹងក៏បានប្រកាសថាក្រុមហ៊ុនរបស់គាត់នៅក្នុងកំឡុងពេលនេះគឺបានសម្រេចចិត្តផ្អាករាល់ប្រតិបត្តិការទាំងអស់នៅក្នុងការផ្គត់ផ្គង់អាវុធទៅកាន់ក្រុមរដ្ឋាភិបាលហើយក៏ព្រោះតែគោលបំណងនៃការបង្កើតក្រុមហ៊ុនក្នុងការផលិតអាវុធមួយនេះក៏ព្រោះតែគាត់នឹងគឺមានបំណងចង់ការពារនៅប្រទេសជាតិរបស់គាត់តែប៉ុណ្ណោះប៉ុន្តែក្រោយពីគាត់នឹងគឺបានដឹងថាអាវុធរបស់ក្រុមហ៊ុនគាត់ទាំងអស់គឺត្រូវបានធ្លាក់ចូលទៅក្នុងដៃនៃក្រុមភេរវករយកទៅប្រើប្រាស់ជាមួយនឹងរឿងអាក្រក់ជាច្រើនជាមួយនឹងសកម្មភាពភេរវកម្មរបស់ពួកគេក្នុងការសម្លាប់ទៅកាន់ជនស្លូតត្រង់ទាំងអស់នោះគាត់ខ្លួនឯងក៏មានចំណែកនៅក្នុងការទទួលខុសត្រូវនៅរឿងរ៉ាវទាំងអស់នេះផងដែរហើយនេះហើយគឺជាមូលហេតុដែលគាត់នឹងគឺបានសម្រេចចិត្តផ្អាករាល់អាជីវកម្មរបស់គាត់ទាំងអស់នោះឯងហើយជាមួយនឹងការសម្រេចចិត្តរបស់គាត់បែបនេះក៏បានបណ្ដាលដៃគូជំនួយរបស់គាត់ដែលមានឈ្មោះថា Obedistan គេនឹងគឺបានបង្ហាញជាមួយនឹងការមិនពេញចិត្តចំពោះថូនីនោះឡើយហើយមិនតែប៉ុណ្ណោះគេនឹងក៏បាននិយាយដាស់តឿនទៅកាន់ថូនីថាការដែលធ្វើបែបនេះវាក៏នឹងប៉ះពាល់ទៅដល់ភាគហ៊ុននៃក្រុមហ៊ុនរបស់គេទាំងមូលហើយក៏នឹងអាចបណ្ដាលញើសឈាមរបស់ពួកគេដែលខំសាងឡើងដល់លំបាកនេះគឺត្រូវរលាយខ្លាយទៅជាអាសាបងថែមទៀតផងប៉ុន្តែសម្រាប់ថូនីវិញគាត់នឹងគឺមិនបានសោកស្ដាយអំពីការសម្រេចចិត្តរបស់គាត់នោះឡើយហើយមិនត្រឹមតែមិនបានខ្វល់ខ្វាយជាមួយនឹងសម្ដីរបស់ Obedi នោះទេថូនីគាត់នឹងគឺថែមទាំងមានបំណងចង់កែប្រែនៅក្រុមហ៊ុនរបស់គាត់ពីការផ្គត់ផ្គង់អាវុធទៅជាក្រុមហ៊ុនបច្ចេកវិទ្យានៃ Aggregator ចំនួនវិញថែមទៀតផងហើយដូច្នេះហើយបន្ទាប់ពីគាត់នឹងគឺបានវិលត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញហើយនោះថូនីក៏បានរៀបចំជាមួយនឹងការងារដើម្បីផលិតនៅដុំ Aggregator ថ្មីដើម្បីជំនួសនៅដុំ Aggregator ចាស់ដែលបានបង្កើតដោយលោកដុកទ័រយិនស៊ីននោះឯងហើយមិនតែប៉ុណ្ណោះគាត់នឹងក៏បានឲ្យ Pepper ជំនួយការរបស់គាត់យកដុំ Aggregator ចាស់របស់គាត់នោះទៅរក្សាទុកផងដែរហើយកំឡុងពេលជាមួយគ្នានោះថូនីនឹងក៏បានចាប់ផ្ដើមនៅក្នុងការបង្កើតនៅអាវក្រោះថ្មីរបស់គាត់ជាមួយនឹងការធ្វើទំនើបកម្មឲ្យកាន់តែមានភាពទំនើបខ្លាំងជាងមុនហើយការងារទាំងអស់នេះគាត់នឹងគឺបានរក្សាការសម្ងាត់មិនឲ្យនរណាម្នាក់គឺបានដឹងនោះឡើយសូម្បីតែលោក Obedistan ដែលជាដៃគូជំនួយរបស់គាត់ដូចគ្នាហើយដោយសារតែខួរក្បាលឆារយៈផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យរបស់គាត់ថូនីក៏បានផលិតឈុតអាវក្រោះថ្មីមួយនោះបានសម្រេចទៅជោគជ័យហើយគាត់ក៏បានធ្វើការហោះហើរដើម្បីតេស្តសាកល្បងនៅឈុតកៅអៅថ្មីមួយនេះទៅលើមេឃយ៉ាងលយថែមទៀតផងថូនីនៅក្នុងកំឡុងពេលនៃការតេស្តសាកល្បងនោះគាត់នឹងក៏បានធ្វើការហោះឡើងទៅលើមេឃយ៉ាងខ្ពស់ដើម្បីចង់ដឹងអំពីអានុភាពក៏ដូចជាសមត្ថភាពនៃឈុតកៅអៅថ្មីរបស់គាត់នោះប៉ុន្តែនៅក្នុងកំឡុងពេលដែលគាត់នឹងគឺបានហោះទៅផុតកម្ពស់នៃស្រទាប់បរិយាកាសផែនដីក៏ស្រាប់តែឈុតកៅអៅរបស់គាត់នេះក៏ត្រូវបានកករឹងលេងដំណើរការភ្លាមហើយដោយសារតែបែបនេះហើយថូនីនឹងក៏បានព្យាយាមគ្រប់គ្រងជាមួយនឹងឈុតអាវក្រោះរបស់គាត់នោះរហូតដល់វានឹងគឺធ្លាក់ចុះមកខាងក្រោមផុតស្រទាប់សុញ្ញាកាសវិញតែបន្ទាប់ពីនោះនៅពេលដែលទឹកកកនឹងគឺបានរលាយហើយនោះឈុតកៅអៅក្រោះរបស់គាត់នោះក៏បានដំណើរការឡើងវិញនិងបានហោះចាក់
ចេញអំពីទីតាំងនៃកន្លែងមនុស្សបានសម្រេចហើយក្រោយពីការធ្វើតេស្តសាកល្បងរបស់គាត់នៅលើកនេះថូនីក៏បានធ្វើការកែប្រែជាមួយនឹងបញ្ហាមួយចំនួនតែកើតមានឡើងកំឡុងពេលនៃការតេស្តសាកល្បងរបស់គាត់នៅលើកទី1នេះហើយមិនតែប៉ុណ្ណោះគាត់នឹងក៏បានធ្វើការផ្លាស់ប្ដូរពណ៌នៃឈុតអាវក្រោះរបស់គាត់នេះឲ្យទៅជាពណ៌ក្រហមវិញផងដែរកាលពីក្នុងកំឡុងពេលដែលថូនីក៏បានចូលរួមក្នុងកម្មវិធីជប់លៀងមួយគាត់ក៏បានទទួលដំណឹងថាអាវុធទាំងអស់របស់ក្រុមហ៊ុនគាត់នេះក៏ត្រូវបានធ្លាក់ចូលទៅក្នុងដៃនៃក្រុមភេរវករសាជាថ្មីដូចគ្នាហើយមិនតែប៉ុណ្ណោះក្រុមភេរវករទាំងអស់នោះពួកវានឹងក៏បានប្រើប្រាស់ជាមួយនឹងអាវុធថ្មីទាំងអស់នេះធ្វើការវាយប្រហារទៅដល់ស្រុកកំណើតរបស់ដុកទ័រយិនស៊ីនថែមទៀតផងទាំងនៃថូនីដែលជាម្ចាស់ក្រុមហ៊ុនគេនឹងគឺមិនបានដឹងអំពីរឿងរ៉ាវមួយនេះតទៅសោះហើយក្រោយពីបានព្យាយាមស្រាវជ្រាវអំពីរឿងរ៉ាវមួយនេះអស់ជាច្រើនសារហើយនោះនៅទីបំផុតថូនីនឹងក៏បានដឹងដូចគ្នាថាតាមពិតទៅលោកអាបាឌីស្តេនដែលជាដៃគូជំនួយរបស់គាត់នោះគេគឺជាមនុស្សដែលនៅពីខាងក្រោយនៃប្រតិបត្តិការជួញដូរអាវុធរបស់ក្រុមភេរវករទាំងអស់នោះហើយគេក៏ជាមនុស្សម្នាក់ដែលបានទទួលយកលុយក្រោមទុកជាច្រើនពីសំណាក់ក្រុមភេរវករដើម្បីដោះដូរជាមួយនឹងបច្ចេកវិទ្យាអាវុធរបស់ក្រុមហ៊ុនគេដូចគ្នាហើយដោយសារតែបែបនេះហើយមិនមកអង្គយូរឡើយថូនីនឹងក៏បានប្រើប្រាស់ជាមួយនឹងឈុតក្រោះថ្មីរបស់គាត់នោះដើម្បីហោះទៅកាន់ប្រទេសអាហ្វហ្គានីស្ថានក្នុងគោលបំណងជួយសង្គ្រោះទៅកាន់អ្នកភូមិរបស់ដុកទ័រយិនស៊ិនហើយក្រោយពេលដែលគាត់នឹងគឺបានធ្វើដំណើរទៅដល់ថូនីក៏បានប្រើប្រាស់ជាមួយនឹងឈុតក្រោះរបស់គាត់នេះដើម្បីធ្វើការវាយប្រហារកំទេចទៅកាន់ក្រុមភេរវករទាំងអស់នោះបានយ៉ាងអស្ចារ្យដូចគ្នាតែជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបនៅក្នុងឈុតកៅអៅថ្មីមួយនេះគាត់ក៏បានធ្វើការវាយប្រហារនិងបានសម្លាប់ទៅកាន់ពួកគេឲ្យខ្ទេចខ្ទីគ្មានសល់ថូនីក្រោយពីបានចាត់ការទៅកាន់ក្រុមភេរវករទាំងអស់នោះគាត់នឹងក៏បានធ្វើការហោះត្រឡប់មកកាន់ទឹកដីនៃសហរដ្ឋអាមេរិកវិញប៉ុន្តែនៅពេលដែលគាត់នឹងគឺបានចូលមកដល់ដែនអាកាសនៃសហរដ្ឋអាមេរិកហើយនោះវត្តមាននៃយន្តហោះចម្បាំងជាច្រើនគ្រឿងក៏បានធ្វើការហោះដេញតាមទៅកាន់គាត់នៅក្នុងគោលបំណងដើម្បីវាយប្រហារក៏ព្រោះតែយល់ច្រឡំថាគាត់នឹងគឺជាយន្តហោះចម្បាំងរបស់ក្រុមសត្រូវដោយសារតែបែបនេះហើយថូនីនឹងក៏បានតាក់ទងទៅកាន់ James Rody ដើម្បីធ្វើការបង្ហាញទៅកាន់គេថានោះនឹងគឺជាបច្ចេកវិទ្យាថ្មីរបស់គាត់ទើបតែរកឃើញនោះទេហើយមិនតែប៉ុណ្ណោះវានឹងក៏មានវត្តមានគាត់ដែលជាអ្នកផលិតនឹងគឺនៅក្នុងនោះដោយផ្ទាល់ក្នុងការបញ្ជាថែមទៀតផងចំណែកលោក Albert Stein នៅវិញគេនឹងក៏បានស្កាត់ទៅជួបជាមួយនឹងវត្តមាននៃក្រុមភេរវករ The Tanking ដែលគេកំពុងតែរកស៊ីជាមួយនោះដូចគ្នាហើយនៅក្នុងកំឡុងពេលនោះក្រុមភេរវករនឹងក៏បានផ្ដល់ឲ្យជាមួយនឹងឈុតកៅអៅចាស់របស់ Tony ទៅកាន់លោក Albert Stein ក្រោយពីពួកគេនឹងក៏បានរកឃើញវានៅលើទីតាំងនៃវាខ្សាច់មួយកន្លែងក្រោយការធ្លាក់របស់ Tony ដូចគ្នាតែលោក Albert Stein អ្នកនេះក្រោយពីគេនឹងគឺបានយល់ថាក្រុមភេរវករទាំងអស់នោះគឺលែងមានប្រយោជន៍អ្វីសម្រាប់គាត់ហើយនោះគេក៏បានសម្រេចចិត្តដើម្បីបាញ់សម្លាប់ទៅកាន់ក្រុមភេរវករទាំងអស់នោះចោលតែម្ដងហើយមិនតែប៉ុណ្ណោះគេនឹងក៏បានកោះប្រជុំជាមួយនឹងក្រុមអ្នកវិទ្យាសាស្ត្រខ្លាំងៗរបស់គេជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យអាវក្រោះចាស់របស់ Tony មនុស្សអាចមានលទ្ធភាពនៅក្នុងការដំណើរការសាជាថ្មីប៉ុន្តែជាការពិតមិនអាចប្រកែកបានមកទោះបីជាពួកគេនឹងគឺមានសមត្ថភាពក៏ដូចជាសិទ្ធិសឹងតែជាអ្នកវិទ្យាសាស្ត្រខ្លាំងពូកែយ៉ាងណាក៏ដោយប៉ុន្តែពួកគេនឹងគឺគ្មានសមត្ថភាពដ៏អស្ចារ្យនៅក្នុងការបង្កើតដុំអាក្រីអាទ័រទំហំតូចដើម្បីទៅដាក់ឲ្យដំណើរការនៅក្នុងអាវក្រោះដូចជា Tony បាននោះឡើយតែរឿងនេះក៏បានបណ្ដាលលោក Albert Stein គឺពិតជាមានការខឹងសម្បារទៅកាន់ពួកគេជាខ្លាំងក្លែងមកមើល Paper Pot ជំនួយការរបស់ Tony នេះវិញនាងក៏បានរកឃើញថាតាមពិតទៅលោក Albert Stein នេះគេនឹងគឺជាមនុស្សដែលនៅពីខាងក្រោយនៃការចាប់ជំរិតទៅកាន់ Tony កាលពីលើកមុនហើយមិនតែប៉ុណ្ណោះក្នុងកំឡុងពេលដែលនាងនឹងគឺមានបំណងចង់នាំយកដំណឹងទាំងអស់នេះដើម្បីទៅប្រាប់ Tony វត្តមានរបស់ Obadi នឹងក៏បានធ្វើដំណើរមកទាន់ក៏ដូចជាមានបំណងចង់វាយប្រហារទៅកាន់នាងថែមទៀតតែជាសំណាងល្អវត្តមាននៃបរិបម្នាក់ដែលមានឈ្មោះថា Cousin ដែលគេនឹងគឺជាភ្នាក់ងាររបស់អង្គការ SEAL ក៏បានធ្វើដំណើរមកជួយ Pepper ចាក់ចេញអំពីទីនោះបានសម្រេចហើយពេល Albert Stein នៅពេលដែលបានឃើញបែបនេះរូបគេនឹងក៏បានបញ្ញាចាក់ចេញទៅកាន់ផ្ទះរបស់ Tony ក៏ដូចជាបានធ្វើការវាយប្រហារដោយឆក់ទៅកាន់ Tony បណ្ដាលគេនឹងគឺត្រូវបានសន្លប់ដូចគ្នាហើយអាប៉ែម្នាក់នេះគេនឹងក៏បានដកយកជាមួយនឹងដុំអាក្រីអាទ័រពីខ្លួនរបស់ Tony ដោយគេគឺមិនបានខ្វល់អំពីអាយុជីវិតរបស់គាត់នោះឡើយនឹងទុកឲ្យគាត់នឹងគឺត្រូវប្រឈមជាមួយនឹងសេចក្តីស្លាប់នៅក្នុងទីតាំងនៃកន្លែងមនុស្សហើយគេក៏បាននាំយកជាមួយនឹងដុំអាក្រីអាទ័រមនុស្សដើម្បីទៅដាក់ចូលក្នុងឈុតកៅអៅក្រោះចាស់របស់គេក្នុងគោលបំណងឲ្យវាដំណើរការឡើងវិញផងដែរចំណែក Pepper គេនឹងក៏បានតាក់ទងទៅកាន់ James Rody ដើម្បីឲ្យបញ្ញាធ្វើដំណើរទៅជួយសង្គ្រោះ Tony ជាបន្តខណៈពេលដែលនាងជាមួយនឹង Cousin ក៏នឹងធ្វើដំណើរទៅពីខាងក្រោយដើម្បីទៅចាប់ Obadi នៅក្នុងទីតាំងនៃកន្លែងធ្វើការរបស់គេតែម្ដងក្លែងមកមើល Tony ខណៈពេលដែលគាត់កំពុងតែប្រើប្រាស់ជាមួយនឹងកម្លាំងចុងក្រោយរបស់គាត់ដើម្បីធ្វើការវាទៅដកយកជាមួយនឹងដុំអាក្រីអាទ័រចាស់ដែលត្រូវបាន Pepper យកទៅរក្សាទុកនោះភ្លាមវត្តមានរបស់ James ក៏បានធ្វើដំណើរមកទាន់និងបានជួយគាត់ពាក់ជាមួយនឹងឈុតអាវក្រោះថ្មីរបស់គាត់ដើម្បីធ្វើដំណើរហោះចាក់ចេញទៅរារាំងវត្តមានរបស់ Obadi ហើយពេល Obadi នៅវិញក្រោយពីដឹងថាខ្លួននឹងគឺត្រូវបានក្រុមប៉ូលីសធ្វើការឡោមព័ទ្ធហើយនោះរូបគេក៏បានប្រើប្រាស់ជាមួយនឹងឈុតកៅអៅក្រោះរបស់គេដែលមានឈ្មោះថា Iron Monger ដើម្បីធ្វើការវាយប្រហារក្នុងគោលបំណងចាត់ការទៅកាន់ក្រុមភ្នាក់ងារនៃអង្គការ SEAL ទាំងអស់នោះហើយបន្ទាប់ពីការតដៃរបស់ Obadi ដោយប្រើប្រាស់ជាមួយនឹងឈុតកៅអៅ Iron Monger របស់គេនោះគេក៏បានធ្វើការវាយប្រហារនិងស្ទើរតែមានការក្នុងការសម្លាប់ទៅកាន់ Pepper ទៅហើយប៉ុន្តែនៅក្នុងកំឡុងពេលនោះ Iron Man ក៏បានធ្វើដំណើរជុំមកដល់និងបានបើកការវាយប្រហារតទល់ជាមួយនឹង Iron Monger នៅក្នុងទីតាំងនៃផ្លូវសាធារណៈតែម្ដងបន្ទាប់ពីនោះឈុតមនុស្សយន្តទាំងពីរក៏បានធ្វើការវាយប្រហារតបតទៅកាន់គ្នាទៅវិញទៅមកខណៈពេលដែល Tony មានអារម្មណ៍ថាខ្លួនកំពុងតែត្រូវបានចាញ់ប្រៀបទៅកាន់ Iron Monger រូបគេក៏បានបញ្ឆោតឲ្យ Iron Monger ធ្វើការហោះដេញតាមទៅកាន់ខ្លួនដើម្បីហោះឡើងទៅឲ្យផុតនៅសតវបរិយាកាសផែនដីដែលបន្ទាប់ពីនោះវា
នឹងក៏បានបណ្ដាឈុតកៅអៅក្រោះ Iron Monger មនុស្សគឺត្រូវបានកាំងភ្លាមៗក៏ព្រោះតែវានឹងគឺមិនទាន់ត្រូវបានធ្វើទំនើបកម្មដូចជាឈុត Iron Man របស់ Tony នោះឡើយហើយនៅពេលនោះ Tony ក៏បានឆ្លៀតឱកាសដើម្បីវាយប្រហារទៅកាន់គេជាច្រើនដៃរហូតបណ្ដាគេនឹងក៏ត្រូវបានធ្លាក់ចុះមកខាងក្រោមវិញភ្លាមៗហើយបន្ទាប់ពីបានធ្លាក់ចុះមកខាងក្រោមហើយនោះឈុតកៅអៅ Iron Monger ក៏បានដំណើរការឡើងវិញដូចគ្នាក៏ដូចជាបានធ្វើការវិសង្គ្រោះទប់ទល់ជាមួយនឹងឈុតកៅអៅ Iron Man របស់ Tony វិញតែម្ដងហើយបន្ទាប់ពីនោះ Tony នឹងក៏បានធ្វើការតាក់ទងទៅកាន់ Pepper ដើម្បីឲ្យនាងនឹងគឺជួយខ្លួនក្នុងការបើកប្រព័ន្ធបញ្ជានៃដុំអាក្រិអាក់ទ័រដ៏ធំមួយដែលមានទីតាំងស្ថិតនៅលើដំបូលនៃក្រុមហ៊ុនរបស់ពួកគេហើយបន្ទាប់ពីនោះ Tony នឹងក៏បានធ្វើការបញ្ឆោត Iron Monger ឲ្យដេញតាមទៅកាន់គាត់ទៅលើទីតាំងនៃដំបូលមនុស្សរហូតបណ្ដាគេនឹងក៏ត្រូវបានដុំអាក្រិអាក់ទ័រដ៏ធំមនុស្សបញ្ចេញថាមពលចេញមកកំទេចទៅកាន់គេឲ្យខ្ទេចខ្ទីស្លាប់បាត់បង់ជីវិតបាត់ទៅហើយបន្ទាប់ពីព្រឹត្តិការណ៍ដ៏ធំមួយនេះក៏ត្រូវបានបញ្ចប់ហើយនោះអង្គការ SEAL ក៏បានធ្វើការរៀបចំជាមួយនឹងសន្និសីទកាសែតមួយក្នុងគោលបំណងដើម្បីលាក់បាំងជាមួយនឹងអត្តសញ្ញាណរបស់ Tony នោះឯងប៉ុន្តែ Tony វិញគាត់នឹងក៏បានជ្រើសរើសជាមួយនឹងការប្រកាសប្រាប់ទៅកាន់មនុស្សទាំងអស់ដែលថាតាមពិតទៅគាត់នេះហើយគឺជា Iron Man I am Iron Man. ដែលពិតណាស់ជាមួយនឹងការប្រកាសរបស់ Tony មួយនេះវានឹងក៏បានបណ្ដាលមនុស្សម្នាទាំងអស់ទូទាំងពិភពលោកគឺមានការស្រឡាញ់កាំងចំពោះគាត់ជាខ្លាំងផងដែរហើយចំពោះឈុត credit scene ចុងក្រោយនៃខ្សែភាពយន្តមួយនេះយើងនឹងក៏បានឃើញអំពីវត្តមានរបស់ Tony ក៏ត្រូវបានបរិសម្នាក់ដែលមានឈ្មោះថា Nick Fury ដែលជាអគ្គនាយកនៃអង្គការ SEAL គឺបានធ្វើដំណើរមកជួបគាត់និងបានប្រាប់ទៅកាន់គាត់ថានៅក្នុងកំឡុងពេលនេះគេនឹងគឺបានក្លាយទៅជាសមាជិកនៃអង្គការមួយនេះហើយមិនតែប៉ុណ្ណោះនេះនឹងក៏បានលើកយកជាមួយនឹងគម្រោងការដ៏ធំមួយដើម្បីពិភាក្សាជាមួយនឹង Tony ដែលគម្រោងការមួយនោះគឺត្រូវបានគេហៅថា The Avenger ហើយនឹងឯខ្សែភាពយន្ត Iron Man ដែលបានចេញក្នុងកំឡុងឆ្នាំ2007នេះគឺបានបញ្ចប់តែត្រឹមនេះឯងដែលវានឹងក៏ត្រូវបានចាត់ទុកថាជារឿង Superhero ដ៏ល្អមើលមួយនៅក្នុងចក្រវាឡ MCU នេះផងដែរហើយបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច Like និង Subscribe មកកាន់ Channel មួយនេះម្នាក់មួយផងតែយើងក៏នឹងត្រឡប់មកជួបគ្នាជាមួយនឹងការសម្រាយនៅខ្សែភាពយន្ត MCU ដ៏ល្អមើលជាបន្តទៀតដូចគ្នា